រឿងខ្មោចព្រៃនៅក្នុងភូមិស្ថិតនៅជាយព្រៃមានក្មេងប្រុសពីរនាក់ឈ្មោះបឿននិងបៀតពួកគេជាមិត្តស្និទ្ធស្នាលតាំងពីតូចហើយរាល់ថ្ងៃតែងតែនាំគោទៅមើលស៊ីស្មៅនៅវាលខាងក្រោយភូមិជិតវាលនោះមានព្រៃធំមួយដែលអ្នកភូមិហៅថាព្រៃខ្មោចព្រោះគេជឿថាពេលយប់មានសំឡេងចម្លែកនិងពន្លឺភ្លឺលេចឡើងនៅក្នុងព្រៃមនុស្សចាស់តែងតែប្រាប់កូនចៅកុំឲ្យចូលទៅជ្រៅពិសេសនៅពេលថ្ងៃលិចថ្ងៃមួយដូចធម្មតាបឿននិងបៀងនាំគោចេញពីផ្ទះតាំងពីព្រឹកពួកគេច្រៀងលេងហើយដេញគោលេងតាមផ្លូវដីក្រហមពេលដល់វាលពួកគេដោះលែងខ្សែគោវាឲ្យស៊ីស្មៅហើយអង្គុយក្រោមដើមឈើធំមួយបៀនយកខ្លុយមកផ្លុំខណៈបឿនយកដើមស្មៅធ្វើជាខ្សែចងលេងពេលថ្ងៃកំពុងរះខ្លាំងបឿនឈរឡើងរាប់គោដើម្បីប្រកាសថាទាំងអស់នៅគ្រប់តែគេភ្ញាក់ផ្អើលណាស់ព្រោះគោមួយក្បាលពណ៌ត្នោតបានបាត់បៀនគោខ្ញុំមួយក្បាលបាត់ហើយបឿននិយាយដោយសំឡេងភ័យបៀនឈរឡើងរាប់មកមើលពួកគេចាប់ផ្ដើមស្វែងរកជុំវិញវាលប៉ុន្តែមិនឃើញសញ្ញាអ្វីទេពួកគេឃើញស្នាមជើងគោចូលទៅក្នុងព្រៃខ្មោចបៀនស្ទាក់ស្ទើរយើងចូលទៅទេអ្នកភូមិថាព្រៃនេះមានរឿងចម្លែកណាស់បឿនគិតមួយផ្លែតហើយនិយាយថាបើមិនទៅរកទេឪពុកម្ដាយខ្ញុំនឹងស្ដីគោនោះសំខាន់ណាស់ដោយភាពក្លាហាននិងការព្រួយបារម្ភពួកគេចូលទៅក្នុងព្រៃខ្មោចស្ងប់ស្ងាត់ណាស់មានតែសំឡេងសត្វចម្លែកនិងផ្លូវផ្លុំតាមស្លឹកឈើពន្លឺថ្ងៃចាប់ផ្ដើមតិចទៅព្រោះដើមឈើធំបិទពន្លឺមិនឲ្យចូលពួកគេដើរតាមស្នាមជើងគោយ៉ាងប្រុងប្រយ័ត្នម្ដងម្កាលមានសំឡេងដូចជាមនុស្សស្រែកពីចម្ងាយឬសំឡេងដើមឈើកកិតគ្នាបៀនកាន់ដៃបឿនយ៉ាងតឹងបឿនបាននិយាយឮថាបៀនធ្វើខ្លួនរឹងមាំប្រហែលជាសត្វព្រៃប៉ុណ្ណោះកុំភ័យពេលល្ងាចចូលមកពន្លឺថ្ងៃលិចទៅក្រោមភ្នំព្រៃកាន់តែអង្រួនចិត្តពួកគេនៅតែរកគោមិនដែលចង់ត្រូវឲ្យអ្នកដទៃដោយដៃទទេស្រាប់តែពួកគេឮសំឡេងគោស្រែកពីព្រៃជ្រៅពួកគេចុះទៅតាមសំឡេងនោះនៅចន្លោះដើមឈើធំមានពន្លឺស្រទន់មួយភ្លឺឡើងបៀនស្ទើរតែរត់ត្រឡប់ក្រោយប៉ុន្តែបឿននិយាយថាយើងមកដល់ហើយត្រូវតែដឹងថាវាជាអ្វីពួកគេចូលទៅជិតពួកគេឃើញគោថ្នោតនោះកំពុងជាប់វល្លិជុំវិញជើងពន្លឺដែលពួកគេឃើញគ្រាន់តែជាពន្លឺព្រះច័ន្ទចេញពីចន្លោះស្លឹកឈើបញ្ជុំពន្លឺស្រទន់ធ្វើឲ្យមើលទៅដូចអាចកំបាំងបឿនរត់ទៅជួយដោះវល្លិខណៈបៀនឈរមើលជុំវិញពេលនោះមានសំឡេងខ្យល់ផ្លុំខ្លាំងធ្វើឲ្យស្លឹកឈើនឹងជួយដូចសំឡេងខ្មោចបឿនភ័យណាស់តែគេចងចាំពាក្យអ្នកចាស់ថាបើភ័យដោយសារចិត្តខ្លួនឯងក្រោយពេលដោះបានគោរត់មកជិតម្ចាស់បឿនដកដង្ហើមធំមួយសំណាងណាស់ដែលវាមិនរងរបួសពួកគេនាំគោចេញពីព្រៃខណៈព្រះច័ន្ទរះលើមេឃពេលត្រឡប់ដល់ភូមិអ្នកភូមិទាំងអស់ភ្ញាក់ផ្អើលពេលឃើញពួកគេចូលទៅព្រៃខ្មោចហើយត្រឡប់មកវិញដោយសុវត្ថិភាពបឿនប្រាប់ថាព្រៃនោះមិនមានខ្មោចទេមានតែសំឡេងធម្មជាតិនិងភាពងងឹត
ធ្វើឲ្យភ័យប៉ុណ្ណោះឌៀនក៏ញញឹមហើយយើងមិនមានភាពក្លាហាននឹងជួយគ្នាយើងប្រកាសជាភ័យខ្លាចរហូតចាប់តាំងពីថ្ងៃនោះមនុស្សភូមិចាប់ផ្ដើមយល់ថាព្រៃខ្មោចគ្រាន់តែជាព្រៃធម្មតាប៉ុន្តែដោយសាររឿងរ៉ាវដែលគេនិយាយតៗគ្នាបានធ្វើឲ្យវាក្លាយទៅជាកន្លែងគួរឲ្យភ័យ